chân chọp cháu miên sất ca biệt luôn hay ca biệt luôn nó cũng bên sất ca biệt luôn còn là ca bí đấy ca bí miên sất tập hiệp này thì vĩ còn bắt đăng đã thả là lục xây yên đất nó còn vinh bó ai chẳng phải đi tệ với thi ta nè còn mà to sao ra cái còn thành chứng trời crom chân chùm bè sala ta bố xong lại đỏ lên yên đất mũi tiết lục mình chẳng ai dòng pi từ đây chụp nó không sử dụng riêng ở tờ cò thì nhóm tay ta tam đan hay ăn chỉ nít này không sử dụng riêng mùi muối hay trong khơi min coca mũi tiết này không sử dụng riêng lục yên thì rất từ lứa bịa tha xăm bật tía không ca cho rúm không sao nào cả ta nắng vì rằng mấy đá lông đất này bao vía xong lông đất chui bùng phư và tha mới trong trường hợp này. Ok, ởคุณเชิญบาททำตรายปิธาสัมปติขนมกาโจรูมสาวนาการนั่นคืออาจพอใจปีสนมเรื่องระบอบลูกสไลเอียงเถิดนะลูกสไลเอียงเถิดกลายนี้โบอังเลกระดาษท่า fitness to stand for trial fit นั่นคือท่าสมสอบในทั้งพิบสมสอบchẳng là như bộ xăm bật tí này không cá showroom sao nào cả bài thạc xóm srop ớt đậm nư nâng ở showroom sao nào cả bàn phải giàu tê này chứ này hà nắng biệt tiện tương thực sự đây về pu chân chọp cháu miên sất ca biệt luôn hay ca biệt luôn nó cũng bên sất ca biệt luôn còn là ca pí đấy ca pí miên sất tập hiệp đầm bay ca pi khuôn miếng sệt phiếpตัวแต่กอดโจรวมក្នុងដំណើរការតែវិធីបានពេញលេញណាបាទអញ្ចឹងបើគាត់ចូលរួមតែវិធីពេញលេញតលតែជន់ជាប់ចោតហ្នឹងណាគាត់មានអត់មានជំងឺផ្លូវចិត្តគាត់មានសុខភាពរឹងមាំគាត់អាចចូលរួមតាមដានគាត់អាចក្តាប់បានដំណើរការតែវិធីហើយគាត់អាចឲ្យយោបល់ទៅមេធាវីថាគួរធ្វើចេះដើម្បីការពារប្រយោជន៍គាត់ឃើញទេអាហ្នឹងគាត់មានស្មារតីល្អអាហ្នឹងដល់អ៊ីងធឺរិតមួយរយៈក្រោយមកគេរកឃើញថាគាត់មានជំងឺពងវែងពងវាន់មែនទេអាហ្នឹងភាសាសាមញ្ញថាភ្លេចក្រោយសំបីមិនដឹងថាខ្លួនឯងស្លៀកខោអាវអីផងមិនដឹងណាបាទហ៎ស្គាល់ស្រួលមិនទាំងស្គាល់មុខប្តីគាត់បុកអីផងភ្លេចអស់ណាឥឡូវមិនស្រួលស្គាល់ចាំមុខមេធាវីផងហើយកាលមុននិយាយអីខ្លះមួយមេធាវីមិនដឹងផងនេះបាទអញ្ចឹងក្នុងករណីហ្នឹងតើដាក់គាត់ឲ្យចូលរួមសវនាការសំសបអត់ចាហ្នឹងដែលខ្ញុំចង់និយាយថាអ្វីដែលលើកឡើងមិញវាពាក់ព័ន្ធនឹងទិសដីហ្នឹងណាអញ្ចឹងខ្ញុំនិយាយពីនីតិវិធីតិចមេធាវីគាត់ប្តឹងថាឥឡូវលោកស្រីអ៊ីងឌិតហ្នឹងគាត់វិញបនហើយអញ្ចឹងផ្អាកនីតិវិធីតាណាកុំបន្តសវនាការឲ្យគាត់តែអញ្ចឹងចៅក្រមជំនុំជម្រះសាលាតបងសម្រាប់ដោះលែងអ៊ីងឌិតអត់មានលក្ខខណ្ឌហ្មងដោះលែងហ្មងអត់មានលក្ខខណ្ឌដោះលែងហ្មងបាទព្រោះគិតថាសុខភាពគាត់ដាបទៅអញ្ចឹងណាហើយបើទុកគាត់ទៅវាស្ទះដំណើរការរឿងក្តីរបស់ជនជាប់ចោតដទៃទៀតមកអញ្ចឹងវាប៉ះពាល់នឹងសិទ្ធិអីមួយទៀតគេហៅសិទ្ធិទទួលបានការកាត់សិទ្ធិក្តីនៅក្នុងវេលាសមស្របឃើញទេវាលីងនេះអញ្ចឹងណាបាទដល់អញ្ចឹងប្រញ្ញាគាត់ដើរតួជាអ្នកការពារប្រយោជន៍ជនរងគ្រោះណានេះអញ្ចឹងណាសាមញ្ញទៅគាត់ប្តឹងទៅបឹបកុំអាដោះលែងអញ្ចឹងតុលាការកំពូលគាត់យករឿងនោះមកបឹបតុលាការកំពូលចេញដីកាមួយថាផ្អាកដោះលែងសិនចាំតុលាការកំពូលសម្រាប់សិនឃើញទេណារឿងហ្នឹងអញ្ចឹងបាទរឿងហ្នឹងគឺបែបហ្នឹងហ៎អញ្ចឹងគឺអាហ្នឹងដែលគេចង់និយាយថាតើជនជាប់ចោតនោះគាត់មានភាពសមស្របនៅក្នុងការដាក់ឲ្យចូលរួមសវនាការអត់ហើយបើសិនអត់ទេអាហ្នឹងគេអាចផ្អាកនីតិវិធីណាហើយនីតិវិធីជាបាគាត់សិនទៅឲ្យគាត់បានសុខភាពល្អវិញបានគេចាប់ផ្ដើមដំណើរការនីតិវិធីសវនាការឡើងវិញហើយដល់ពេលរឿងនេះដោយសារតែដោះលែង
ដែលអត់មានលក្ខខណ្ឌអញ្ចឹងវាផុតពីសមត្ថកិច្ចចូលព្រះញ្ញាគាត់ភ័យ បាទ គាត់ភ័យគាត់ប្តឹងទៅកពូលបាទអាហ្នឹងដែលខ្ញុំចង់សង្ខេបថាទ្រឹស្ដីហ្នឹងវាលោតឡើងពាក់ព័ន្ធនឹងបរិបទអីនៅក្នុងអវតកហ្នឹង បាទ